ក្មួយឲ្យជួយផងទៅខ្ញុំអត់មានលុយមករៀលធ្វើបន់មកឆៃនឹងខ្លួនតែខ្ញុំមករៀលក៏គ្មានដែរក្មួយទៅមកវិជឺដែរមកវិប៉ែក្មួយមកផ្នែកហ្នឹងហើយមានលុយមករៀលទេក៏ខ្ញុំមកមានបានកិច្ចក្រខ្ញុំទៅដេកប៉ែអត់មានលុយទៀតដោយយប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយបុរសម្នាក់បានបើកម៉ូតូ Dream C125 នឹងទៅបុករថយន្ត Star Rex ពណ៌សមួយគ្រឿងលើបណ្ដោយផ្លូវវែងស្រេងនឹងបណ្ដាលឲ្យអ្នកបើកម៉ូតូនឹងបានស្លាប់ហើយស្ត្រីដែលជាប្រពន្ធនឹងគឺបានរងរបួសធ្ងន់ធ្ងរហើយឥឡូវនេះទាំងម្ដាយទាំងកូនតូចបានដើររកសពរបស់កូនប្រុសតាំងពីព្រឹករហូតមកដល់ម៉ោងអាត្មានេះទើបតែទទួលដំណឹងថាសពរបស់កូនប្រុសនឹងម្ដងគេថាយកទៅតម្កល់ទុកនៅវត្តតាំងកសាំងឥឡូវនេះគឺគាត់មកដល់វត្តតាំងកសាំងជាមួយខ្ញុំគឺរត់ឃើញទេបាទទេទូរស័ព្ទទៅខាងឡានដឹកសពនឹងថានោះយកទៅតម្កល់ទុកដល់ទីតាំងវត្តកប់ស្រូវប្រិមិត្តបាទឥឡូវនេះម្ដាយបាទក៏ដូចជាកូនគ្មានលុយធ្វើបុណ្យឲ្យឪពុកដែលបានស្លាប់នៅគ្រោះថ្នាក់ចរាចរណ៍យប់មិញទេគាត់បានសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយដើម្បីស្វែងរកនៅសពរបស់ជនដើម្បីជួយគាត់ម្នាក់$1 $2ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការរៀបចំធ្វើបុណ្យសពឲ្យកូនរបស់គាត់ក៏ដូចជាធ្វើបុណ្យសពឲ្យឪពុកកូនតូចនេះប្រុសស្រីតូច4-5នាក់ឪពុកបានស្លាប់ឲ្យគ្រោះថ្នាក់ចរាចរណ៍បាត់ហើយម្ដាយក៏កំពុងតែសង្គ្រោះនៅឯមន្ទីរពេទ្យអញ្ចឹងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តាំងពីវេលាម៉ោង2រំលងអាត្រាតយប់មិញរហូតដល់ពេលនេះអ្នកមិញមិនទាន់បានឃើញសពកូនទេអត់នៅតែលោកមួយអត់ទាន់បានឃើញមានដឹងណាខ្ញុំទៅបើកព័ត៌មានមើលម៉ោង7ហ្នឹងបានចុះម៉ូតូកូនខ្ញុំហ្មងរត់ទៅក្រហមដីអត់មានបានលេងតែឃើញខ្លាញ់យកមកឆាមអីហ្នឹងគឺកូនខ្ញុំយកខ្លាញ់ទៅវិញមកដបទូចហ្នឹងលោកមុញដឹងដឹងហើយកូនខ្ញុំឲ្យខ្ញុំយំបដ ខ្ញុំស្រែកចង់ត្រឡប់គេរឹតគេគួរឲ្យលោកក្មួយអើយអ្នកមិញអាចជំរាបបន្តិចបានទេគាត់យប់មិញនេះជិះម៉ូតូចេញពីណាមកបានជួបគ្រោះថ្នាក់ហ្នឹងអ្នកមិញគាត់នៅផ្ទះប្អូននៅផ្ទះខ្ញុំហ្នឹងលោកក្មួយចាប់ខ្ញុំថាកូនអើយមិនបាច់ទៅទេធ្វើម្ហូបធ្វើអីខ្ញុំហូបហ្នឹងលោកក្មួយធ្វើម្ហូបអីឆាធ្វើម្ហូបធ្វើអីហើយចាប់ពេលទៅទាំងអស់នេះកូននេះរត់ទៅមួយតែទាំងឲ្យកូនដេកហ្នឹងម៉ែអើយខ្ញុំទៅផ្ទះហើយទៅពីអ្នកប្រពន្ធហ្នឹងលោកក្មួយទៅដល់ឮថាស្លាប់នៅគ្រោះថ្នាក់ចរាចរណ៍ម៉ោង2យប់ខ្ញុំអត់ដឹងដែរខ្ញុំផ្សាយឃើញព័ត៌មានបង5ងាកម៉ោង6ម៉ោង7បានខ្ញុំដឹងខ្ញុំបើកព័ត៌មានបើកទូរស័ព្ទមើលឃើញទូរស័ព្ទគេទៅគេបើកមកឃើញគេក្នុងតេក្រាមកូនខ្ញុំមកខ្ញុំទុនអស់ឲ្យដៃដល់ពេលឃើញកូនខ្ញុំហ្មងខ្ញុំមានចំណុំពើបងប្អូនទាំងអស់ឲ្យជួយម្នាក់ម្រៀលក៏ដោយមួយម៉ានក៏ដោយឲ្យជួយកូនខ្ញុំមកខ្ញុំបានសុំមកធ្វើបុណ្យសពកូនខ្ញុំមកខ្ញុំបានហើយកុំឲ្យកូនខ្ញុំស្លាប់ទៅអត់មានលុយម្រៀលធ្វើបុណ្យទេពួកក្រណាកូនខ្ញុំនឹងរត់ទៅដប់ទេលោកមួយអើយគ្មានលុយទេម្រៀលធ្វើបុណ្យកូនដល់រត់រាល់ថ្ងៃបានថ្លៃមកហូបជនអត់មានបានម្រៀលក៏មានដែរកូនរត់មកហូបបាយតែមួយខ្ញុំទេខ្ញុំក៏អត់មានអីដែរត្រូវជាកូនគាត់បកកើតអូនបានដឹងដំណឹងថាឪពុកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងនៅវេលាម៉ោងប៉ុន្មានដែរបងអូនម៉ោង6បងខ្ញុំជិះធ្វើការម៉ោង5ខ្ញុំជិះដល់រកប៉ារទស្សនៈ3ឡាហត់ទៅម៉ូតូគាត់ឲ្យបងទៅខ្ញុំជិះមកទីតាំងកន្លែងយាយខ្ញុំវិញយាយខ្ញុំប្រាប់ថានេះមកមើលព័ត៌មាននឹងមិនមែនប៉ាខ្ញុំឃើញម៉ូតូត20ថានឹងហើយមិនបាច់មើលផ្លាកលេខដឹងប៉ាបាត់ឯហ្នឹងខ្ញុំយំលេងចេញទេបងតាំងពីម៉ោង6រហូតដល់ស្មើនឹងចង់បានឲ្យបងជួយរៀបពីរៀបគាត់យកប៉ាមកធ្វើបនបងមិនចង់គាត់ដូចខ្មោចខ្ញុំមិនណិតប៉ាបងដើម្បីមកខ្ញុំទិញបាយគាត់ហូបស្រួចឈាមពេញផ្លូវហើយសំខាន់ប្រពន្ធគាត់ដេកនៅប៉ែទៅបងតមានណាទៅមើលក៏សំបីម្នាក់ហ្មងពូអើយអ៊ំអើយជួយចូលលុយបនប៉ាខ្ញុំម្នាក់$2-3ទៅខ្ញុំចូលបនប៉ាខ្ញុំលើកចុងក្រោយអាហារបំពន់ស៊ីបែប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកោខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមភេសជ្ជៈបើកម្លាំង Power អនុភាពឆ្ពោះទៅភាពជោគជ័យបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025នេះដោយយប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយបុរសម្នាក់បានបើកម៉ូតូ Dream C125 នឹងទៅបុករថយន្ត Star Rex ពណ៌សមួយគ្រឿងលើបណ្ដោយផ្លូវវែងស្រេងនឹងបណ្ដាលឲ្យអ្នកបើកម៉ូតូនឹងបានស្លាប់ហើយស្ត្រីដែលជាប្រពន្ធនឹងគឺបានរងរបួស
របួសធ្ងន់ធ្ងរហើយឥឡូវនេះទាំងម្ដាយទាំងកូនតូចបាទបានដើររកសពរបស់កូនប្រុសតាំងពីព្រឹករហូតមកដល់ម៉ោងអាត្មានេះទើបតែទទួលដំណឹងថាសពរបស់កូនប្រុសហ្នឹងម្ដងគេថាយកទៅតម្កល់ទុកនៅវត្តតាំងកសាំងឥឡូវនេះគឺគាត់មកដល់វត្តតាំងកសាំងជាមួយខ្ញុំគឺរត់ឃើញទេបាទទេទូរស័ព្ទទៅខាងឡានដឹកសពហ្នឹងថាណោះយកទៅតម្កល់ទុកដល់ទីតាំងវត្តកប់ស្រូវប្រិមិត្តបាទឥឡូវនេះម្ដាយបាទក៏ដូចជាកូនគ្មានលុយធ្វើបុណ្យឲ្យឪពុកដែលបានស្លាប់នៅគ្រោះថ្នាក់ចរាចរណ៍យប់មិញទេគាត់បានសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយដើម្បីស្វែងរកនៅសពរបស់ជនដើម្បីជួយគាត់ម្នាក់$1 $2ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការរៀបចំធ្វើបុណ្យសពឲ្យកូនរបស់គាត់ក៏ដូចជាធ្វើបុណ្យសពឲ្យឪពុកកូនតូចនេះប្រុសស្រីតូច4 5នាក់ឪពុកបានស្លាប់ឲ្យគ្រោះថ្នាក់ចរាចរណ៍បាត់ហើយម្ដាយក៏កំពុងតែសង្គ្រោះនៅឯមន្ទីរពេទ្យឲ្យជំរាបសួរអ្នកមីងបាទចាលោកក្មួយបាទអ្នកមីងមានឈ្មោះអីដែរអ្នកមីងខ្ញុំឈ្មោះអ៊ុំរីកូនប្រុសអ្នកមីងដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់យប់មិញនឹងគាត់ឈ្មោះអីដែរអ្នកមីងម៉ៅវិរមលោកក្មួយឈ្មោះម៉ៅវិរមគាត់អាយុប៉ុន្មានហើយលោក42ឆ្នាំមានអ្នកមីងអាចជំរាបបន្តិចបានទេគាត់យប់មិញនេះជិះម៉ូតូចេញពីណាមកបានជួបគ្រោះថ្នាក់ហ្នឹងអ្នកមីងគាត់នៅផ្ទះប្អូននៅផ្ទះខ្ញុំនឹងលោកមួយចាប់ខ្ញុំថាកូនអើយមិនបាច់ទៅទេធ្វើម្ហូបធ្វើអីខ្ញុំហូបហ្នឹងលោកមួយធ្វើម្ហូបអីឆាធ្វើម្ហូបធ្វើអីហើយចាប់ពេលទៅទាំងអស់នេះកូននេះរត់ទៅមួយតែទាំងឲ្យកូនដេកហ្នឹងម៉ែអើយខ្ញុំទៅផ្ទះហើយទៅពីអ្នកប្រពន្ធហ្នឹងលោកមួយទៅដល់ឮថាស្លាប់នៅគ្រោះថ្នាក់ចរាចរណ៍ម៉ោង2យប់ខ្ញុំអត់ដឹងដែរខ្ញុំផ្សាយឃើញព័ត៌មានបង5ល្ងាចម៉ោង6ម៉ោង7បានខ្ញុំដឹងខ្ញុំបើកព័ត៌មានបើកទូរស័ព្ទមើលឃើញទូរស័ព្ទគេទៅគេបើកមកឃើញគេក្នុងTelegramកូនខ្ញុំមកខ្ញុំទុនអស់ឲ្យដៃដល់ពេលឃើញកូនខ្ញុំហ្មងចានៅពេលដែលឃើញកូនហ្នឹងណាមីងតាក់តមកក្មួយយ៉ាងម៉េចដែរណាមីងខ្ញុំអត់ស្គាល់លេខលោកក្មួយទេខ្ញុំស្គាល់មេអូននៅចិត្តផ្ទះថាយាយអើយរីឯងអត់មានលុយមានកាក់ចឹងខ្ញុំស្គាល់លេខបងចវណ្ណធីយាយឯងទេទៅគាត់ខ្ញុំទេចុចឲ្យយាយឯងសុំគាត់មកលោកក្មួយឲ្យជួយផងទៅខ្ញុំអត់មានលុយ1រៀលធ្វើបុណ្យមកឆៃក្នុងខ្លួនតែខ្ញុំ1រៀលក៏គ្មានដែរក្មួយខ្ញុំទៅមកវិជឺដែរមកវិប៉ែលោកក្មួយមកផ្នែកហ្នឹងហើយទៅមកវិប៉ែតើក្មួយអត់មានលុយ1រៀលទេកុំខ្ញុំមកមានបានកិច្ចក្រខ្ញុំទៅដេកប៉ែតអត់មានលុយទៀតឥឡូវអ្នកមីងមានអីសំណុំពរទៅដល់សពរបស់ជនទេដើម្បីជួយអ្នកមីងដើម្បីឲ្យបានរៀបចំធ្វើបុណ្យសពឲ្យកូនខ្ញុំមានសំណុំពរបងប្អូនទាំងអស់ឲ្យជួយម្នាក់1រៀលក៏ដោយ1ម៉ានក៏ដោយឲ្យជួយកូនខ្ញុំមកខ្ញុំបានសុំមកធ្វើបុណ្យសពកូនខ្ញុំមកខ្ញុំបានហើយកុំឲ្យកូនខ្ញុំស្លាប់ទៅអត់មានលុយ1រៀលធ្វើបុណ្យទេពួកក្រណាកូនខ្ញុំនឹងរត់ទៅដប់ទេលោកក្មួយអើយគ្មានលុយទេ1រៀលធ្វើបុណ្យកូនដល់រត់រាល់ថ្ងៃបានថ្លៃមកហូបជនអត់មានបាន1រៀលក៏មានដែរកូនរត់មកហូបបាយតែមួយខ្ញុំទេខ្ញុំក៏អត់មានអីដែរចុះប្អូនស្រីវិញប្អូនឈ្មោះអីដែរប្អូនឈ្មោះម៉ៅសេនីបងអូនត្រូវជាអីជាមួយនឹងជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញប្អូនត្រូវជាកូនគាត់បកកើតប្អូនបានដឹងដំណឹងថាឪពុកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងនៅវេលាម៉ោងប៉ុន្មានដែរប្អូនម៉ោង6បងខ្ញុំជិះធ្វើការម៉ោង5ខ្ញុំជិះដល់រកប៉ារទស្សនៈ3ឡាហត់ទៅម៉ូតូគាត់ឯងបងទៅខ្ញុំជិះមកទីតាំងកន្លែងយាយខ្ញុំវិញយាយខ្ញុំប្រាប់ថានេះមកមើលព័ត៌មាននឹងមិនមែនប៉ាខ្ញុំឃើញម៉ូតូត20ថាហ្នឹងហើយបាច់មើលផ្លាកលេខដឹងប៉ាបាត់ឯហ្នឹងខ្ញុំយំលេងចេញទេបងតាំងពីម៉ោង6រហូតដល់ស្មើនឹងតាក់តងមកបងនឹងដោយសារអីដែរប្អូនចង់បានឲ្យបងជួយ1រៀល2រៀលគាត់យកប៉ាមកធ្វើបនបងមិនចង់គាត់ដូចខ្មោចឆ្កែបងខ្ញុំមិនណិតប៉ាបងដើម្បីមកខ្ញុំទិញបាយគាត់ហូបស្រួចឈាមពេញផ្លូវហើយសំខាន់ប្រពន្ធគាត់ដេកនៅប៉ែទៅបងតមានណាទៅមើលគាត់សំបីម្នាក់ហ្មងចុះប្អូនមិញហ្នឹងតាក់តងមកបងឲ្យមកតើវត្តតាំងកសាំងហ្នឹងគេប្រាប់យ៉ាងម៉េចដែរដំបងឡើយណាមិញប្រាប់ថានៅម្ដុំនៅវត្តតាំងកសាំងបងខាងណាប្អូនអាចជំរាបបន្តិចបានទេខាងឡានប៉ែតបងដល់ពេលហើយយើងទៅគាត់ប្រាប់ម្ដងប្រាប់វត្តតាំងកសាំងដល់ពេលពួកខ្ញុំមកដល់ទីតាំងគាត់ប្រាប់ថានៅវត្តឲ្យកັບស្រូវវិញបងអូចឹងខាងឡានពេទ្យដំបងប្រាប់ថាសពរបស់ឪពុកប្អូននឹងតម្កល់នៅវត្តតាំងកសាំងចាដល់ពេលមកដល់ឃើញគាត់ទេប្រាប់វិញថានៅវត្តវត្តកັບស្រូវដើររកកូនមួយថ្ងៃនេះដើរចង់1ម៉ោងទៅនេះទៅនោះស្រួលគេអត់ឃើញទៅដល់ខុសលោកខាងនោះទៀតមីងជីទៅរកសពកូនដល់ណាខ្លះមិញហ្នឹងខ្ញុំជីនឹងហើយជីទៅដល់នោះទៀតលោកមួយអើយទៅឆ្ងាយជីបកមកវិញទៀតដើររកឃើញសោះខ្ញុំទៅសួរកន្លែងលោកនោះលោកថាមានតែទី1ឯនេះវត្តទី2អត់មានទេលោកយាយបានខ្ញុំបកមកវិញដើររកកូនទៀតតែពេលបានមីអូនដែលថាតាក់តងមួយលោកមួយហ្នឹងគាត់ទេមកពីផ្ទះមកថាយាយឯងជីទៅដល់ណាបងសវណ្ណធីគាត់
ហូបអីនៅចាំនៅមុខនៅមុខវត្តតាំងកសាំងហើយបានខ្ញុំជីបានឲ្យកូនជីមកវិញណាលោកក្មួយមកដល់ជួបលោកក្មួយបណ្ដោយហ្នឹងលោកក្មួយអើយខ្ញុំជួបលោកក្មួយដូចខ្ញុំកើតម្ដងទៀតខ្ញុំដូចធ្វើបាត់អើយខ្ញុំកូនខ្ញុំបានមានលុយធ្វើបាត់ខ្ញុំជួបលោកក្មួយខ្ញុំដូចកើតម្ដងទៀតចឹងឲ្យលោកក្មួយជួយលោកក្មួយជួយកូនខ្ញុំ ចឹងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តាំងពីវេលាម៉ោងពីរំលងអាត្រៀតយប់មិញរហូតមកដល់ពេលនេះអ្នកមិញមិនទាន់បានឃើញសពកូនទេ អត់នៅតែលោកក្មួយអត់ទាន់បានឃើញមានដឹងណាខ្ញុំទៅបើកព័ត៌មានមើលម៉ោង 7 ហ្នឹងបានចុះម៉ូតូកូនខ្ញុំហ្មងរត់ទៅក្រហមដីអត់មានបានលេងតែ ឃើញខ្លាញ់បង ឃើញខ្លាញ់យកមកឆាមកអីហ្នឹងគឺកូនខ្ញុំយកខ្លាញ់ទៅវិញមកដបទូចហ្នឹងលោកវិញដឹងអូដឹងហើយកូនខ្ញុំមកខ្ញុំយំបដ ខ្ញុំស្រែកចង់ត្រឡប់គេរត់គេគួរឲ្យលោកក្មួយអើយដល់ពេលខ្ញុំមីអូននិយាយចឹងទៅបានខ្ញុំទៅលោកក្មួយហើយគាត់ប៉ិនផ្សាយណាគាត់ប៉ិនព័ត៌មានណាគាត់ខាងជួយមនុស្សណាអ្នកណាគាត់ជួយដែរអញ្ចឹងអូនជួយមកជួយជួបខ្ញុំមកឥឡូវខ្ញុំជួបលោកក្មួយខ្ញុំដូចកើតម្ដងទៀតចឹងក្មួយ ចុះឥឡូវបងអូនស្រីបងអូនមានអីសំណុំពរដល់សពរជនទេដើម្បីបានថវិកាដើម្បីរៀបចំធ្វើបុណ្យសពឲ្យឪពុកណាបងអូនណា សូមបងប្អូនជាពលរដ្ឋទាំងអស់សូមជួយខ្ញុំផងខ្ញុំមានថវិកាសំបី100ថ្ងៃខ្ញុំធ្វើការចាំបងប្អូនទៀតឡើងអត់ពីឪទៅមានណាមានខ្ញុំរ៉ាប់រងបងប្អូនជួយរៀបពីរៀបក៏ទឹកគេបងប្អូននឹងរៀបដៃតាប់ខ្ញុំអរគុណបងប្អូនទាំងអស់គ្នាខ្ញុំអត់សូវចេះនិយាយទេបង ចុះអ្នកមីងសំណុំពរទៀតមើលអ្នកមីងសុំសពរជនដើម្បីឲ្យបានធ្វើបុណ្យកូនជូនដំណើរកូនជាលើកចុងក្រោយកុំឲ្យកូនស្លាប់ទៅរស់នៅមានន័យថាស្លាប់ទៅអាភ័ព្វហើយឥឡូវនឹងកុំឲ្យអត់មានលុយធ្វើបុណ្យឲ្យកូនទៀត ចាខ្ញុំសុំបងប្អូនជីវជនទាំងអស់ជួយមកជួយខ្ញុំមកខ្ញុំយកទៅធ្វើបុណ្យឲ្យកូនខ្ញុំកុំឲ្យកូនខ្ញុំឆ្លាប់ហើយអត់មានលុយធ្វើបុណ្យអត់មានអីចឹងកូនខ្ញុំឆ្លាប់បិទភ្នែកក៏វាមិនចិត្តដែរលោកបងប្អូនទាំងអស់ជួយខ្ញុំផងមកម្នាក់100រៀលក៏ដោយឲ្យតែជួយកូនខ្ញុំមកខ្ញុំយកទៅធ្វើបុណ្យកូនខ្ញុំហើយបានខ្ញុំយកធ្វើបុណ្យឲ្យកូនខ្ញុំអស់ហើយខ្ញុំអស់ទុកព្រួយហើយតិចក៏ដោយច្រើនដល់សូមជំនួយបងប្អូនជួយខ្ញុំផងមកយកធ្វើបុណ្យកូនខ្ញុំទេកុំឲ្យកូនខ្ញុំឆ្លាប់ទៅវិធានាកូនខ្ញុំឆ្លាប់តែមកព្រិចភ្នែកកូនខ្ញុំទៅចោលខ្ញុំបាត់ហើយបងប្អូនអើយជួយខ្ញុំផង បាទបងអូនមានលេខទូរស័ព្ទទេបងអូន មានបងមាន បើសិនជាមានសពរជនគាត់ចង់ចូលបុណ្យឪពុកបងអូនចូលតាមលេខណាដែរបងអូន 096 60 49285 ម្ដងទៀតបងអូន 096 60 49285 បងអូនមានលេខកុង ABA អីទេ ខ្ញុំមានខ្ញុំមានតែប្អូនស្រីខ្ញុំមិនមាន បាទអាចទៅយកកុង ABA គាត់មកដើម្បីនេះណាចុះបងអូនប្រុសវិញត្រូវជាកូនឬក៏ត្រូវជាអីបងអូន ទៅជាកូនគាត់បង្កើត ត្រូវជាកូនទីម៉ានដែរបងអូន កូនទី កូនទី ចុះបងអូនស្រីមិញ 3បងខ្ញុំទី 2 អូបងអូនបានដឹងដំណឹងឪពុកគ្រូអ្នកចរាចរណ៍យប់មិញហ្នឹងតាំងពីវេលាម៉ោងប៉ុន្មានដែរបងអូន មិនវងខ្ញុំជីដល់គាត់ផឹកឡើងហ្នឹងខ្ញុំស្គាល់ថាប៉ាខ្ញុំអត់ដែរចឹងទេរដងតែគាត់មកដល់ទៀតហើយគាត់មិនហើយដល់ពេលហើយខ្ញុំឡើងទៅលើឃើញប៉ាខ្ញុំស្មានតែប៉ាគាត់គេងនៅក្រៅអញ្ចឹងណាដល់ពេលស្អែកបន្លាតឃើញគាត់ទៀតរៀងថ្ងៃទីជិះម៉ូតូដល់គាត់រហូតដល់ម៉ោង 7 យប់ហ្នឹងក៏និយាយគាត់ឆែកទូរស័ព្ទឃើញព័ត៌មានប៉ាហ្នឹងខ្ញុំជិះមក មកក្មួយស្រីមកពូសុំមួយម៉ាត់មកឃើញឈរសាពះអាណិតណានេះនេះជាកូនពៅ ចាកូនពៅ នេះជាកូនពៅស្អាតទៀតនេះក្មួយមានអីសុំដល់អ៊ំដើម្បីធ្វើបុណ្យឲ្យឪពុកទេក្មួយ ខ្ញុំសូមខានលុយ2 3រៀលធ្វើបុណ្យឲ្យប៉ាខ្ញុំខ្ញុំអត់ចង់ឲ្យប៉ាខ្ញុំស្លាប់ទៅគាត់ដើរស្ពះពេញហ្នឹងឯង មកសុំមហាជនមកក្មួយមក ពូអើយអ៊ំអើយជួយចូលលុយបុណ្យប៉ាខ្ញុំម្នាក់2 3ដុល្លារទៅខ្ញុំចូលបុណ្យប៉ាខ្ញុំលើកចុងក្រោយ ក្មួយឈ្មោះអីដែរក្មួយ ខ្ញុំឈ្មោះនីតា អាយុប៉ុន្មានហើយឆ្នាំហ្នឹង ខ្ញុំអាយុ 13 រៀនថ្នាក់ទីប៉ុន្មានហើយ អត់ទាន់ចូលរៀនហង បានដឹងដំណឹងឪពុកស្លាប់ទេក្មួយ ខ្ញុំតំដឹងមួយយាយដែរហ្នឹង ដឹងពេលណាក្មួយ ពេលយាយបើកមើលទៅខ្ញុំអត់ទាន់ដឹងដល់ពេលចាប់ដើមចែមកទៅចែថាម៉ូតូប៉ាទៅបានខ្ញុំដឹង ពូចូលរួមដៃទុកមកកុង AVA របស់គាត់គឺលេខ500 547 124 ដេតមួយយីងណាចាំផ្ញើហ្នឹងមកបងមកណាបងអូនណា Telegram បងមកអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារក៏ដូចជាក្រុមគ្រួសាររបស់បងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនៅលើផ្លូវវែងស្រីនេះយើងមានតែម្រាមដៃ10ទេសូមដល់ចិត្តបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ឲ្យគាត់បានរៀបចំធ្វើបុណ្យឲ្យកូនប្រុសរបស់គាត់នៅការលាដំណើរគ្នាជាលើកចុងក្រោយនេះផងដែរអរគុណបងប្អូនមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសហើយចំពោះ QR code ក៏ដូចជាលេខកុង ABA ក៏ដូចជាលេខទូរស័ព្ទរបស់ក្រុមគ្រួសាររបស់គាត់ខ្ញុំនឹងធ្វើការដាក់នៅលើវីដេអូនេះផ្ទាល់តែម្ដងបងប្អូនចង់ចូលបុណ្យគាត់អាចធ្វើការចូលបានអរគុណបងប្អូនសម្រាប់ការទស្សនា